តោះថ្ងៃនេះយើងមកធ្វើជាមួយនឹង Van Effect នេះមួយដែលខ្ញុំឃើញនៅលើ feature film របស់ខ្មែរយើងរឿងសត្រូវព្រាយចឹងចង់ដឹងគេធ្វើម៉េចមកមើលវីដេអូនេះជាមួយគ្នាចឹងជំហានទី1យើងចាប់ផ្ដើមធ្វើការ tracking ទៅលើ mesh នៃស្បែកមុខរបស់យើងដើម្បីយើង apply ជាមួយនឹង Van Effect របស់យើងចូលណាចឹងដើម្បី track ជាមួយនឹង mesh បានខ្ញុំប្រើជាមួយនឹង plugin មួយឈ្មោះ Mocha Pro ចូលទៅក្នុង Mocha របស់យើងមកចឹងខ្ញុំប្រើជាមួយនឹង H-Plan ដើម្បីខ្ញុំធ្វើការគូសតំបន់ណាមួយដើម្បីធ្វើការ apply ជាមួយនឹង Van Effect របស់យើងចូលបន្ទាប់ពីគូសហើយយើង tick កន្លែង perspective ហើយនឹងកន្លែង mesh អញ្ចឹងបើ mesh របស់យើង tick ពេកវាអាចនឹង track អត់បានស្អាតទៅតាមស្បែកមុខរបស់យើងនៅពេលដែលតួរបស់យើងសោចឬក៏ងាកមុខចេញវាអាចនឹងមានផ្នត់នៅលើស្បែកមុខហ្នឹងអញ្ចឹងកន្លែងនេះគ្នាធ្វើការ generate ទៅលើ mesh របស់យើងឲ្យរៀងច្រើនជាងនឹងមិន tick មកដើម្បី generate mesh របស់យើងបានយើងដូរកន្លែង automatic យកកន្លែង uniform ដកជាមួយនឹង mesh size របស់យើងឲ្យទូចតិចមកបន្តមកទៀតចុច generate mesh នៅកន្លែង smooth នេះយើងដកវាមិន tick ដែរមកហើយយើងចាប់ផ្ដើមចុច drag forwardទាញ plate របស់យើងមកកន្លែងដើមវិញហើយយើងចាប់ផ្ដើម track backward មកវិញមកបន្ទាប់ពី track ពេញអស់ហើយយើងចូលមកកន្លែង stabilize check កន្លែង mesh swap ដូរកន្លែង draft យក high មក tick កន្លែង planar surface មួយមកបន្តមកទៀតយើង expand planar surface របស់យើងមួយទៀតតែប៉ុណ្្នឹងមកយើងចាប់ផ្ដើមធ្វើការ save ជាមួយនឹង project របស់យើងមកបិទជាមួយនឹង Mocha របស់យើងវិញអញ្ចឹងចូលដល់ដំណាក់កាលទី2យើងចាប់ផ្ដើមធ្វើការបង្កើតជាមួយនឹង Van Effect របស់យើងខ្ញុំបង្កើតជាមួយនឹង solid មួយហើយខ្ញុំ control space ទៅ effect មួយដែលមានឈ្មោះថា advanced lightingចូលមកកន្លែង color setting យើងចាប់ផ្ដើមដកជាមួយនឹង color របស់យើងឲ្យអស់មកនៅកន្លែង color setting យើងចាប់ផ្ដើមធ្វើការដូរពណ៌វាយើងយកពណ៌ខ្មៅមកបន្តមកទៀតអ្នកគ្នាចាប់ផ្ដើម setting វាទៅតាមអីដែលគ្នាចង់បានជាមួយនឹង Van Effect របស់យើងនឹងមកបន្ទាប់ពីអ្នកគ្នាសេរីហើយយើងមកស្ដាំយើង pre-compose វាមួយមកអញ្ចឹងយើងយក accord មក move attribute មកឈរនៅលើ clip របស់យើងវិញអញ្ចឹងនៅកន្លែងនេះអ្នកគ្នាមានជម្រើស2យើងចង់ apply effect របស់យើងយកទៅដាក់នៅក្នុង Mocha ក៏បាននៅក្នុង After Effects ក៏បានដែរឥឡូវខ្ញុំបង្ហាញអ្នកគ្នាពីរបៀបនៃការ invert យកទៅដាក់នៅក្នុង Mocha អញ្ចឹងចូលមកកន្លែង Mocha Pro របស់យើងនៅកន្លែង Mojo Render នេះកន្លែង insert layer នេះយើងយកជាមួយនឹង com effect របស់យើងមកហើយយើងចូលទៅ Mocha Pro របស់យើងវិញអញ្ចឹងនៅក្នុង Mocha Pro ដើម្បី insert ជាមួយនឹង effect របស់យើងមិនចូលអ្នកគ្នាមកមើលកន្លែង insert clip នេះយើងដូរកន្លែងណាយកពាក្យ insert layer នេះមកអញ្ចឹងវាចូលមកខ្ញុំចុចកន្លែង insert នេះមកនេះយើងឃើញ effect របស់យើងចូលមកហើយប៉ុន្តែយើងចង់ match effect របស់យើងត្រឹមតែកន្លែងដែលយើងបានគូសជាមួយនឹង H-Plan របស់យើងអញ្ចឹងដើម្បីធ្វើអញ្ចឹងបាននៅកន្លែង insert layer នេះអ្នកគ្នាមកមើលកន្លែង mask នេះយើងដូរកន្លែង nan នេះយកពាក្យ match for layer មកអញ្ចឹងវា match ផ្ដាច់ឲ្យយើងនេះប៉ុន្តែវាអត់ទាន់មាន feather មានតែកន្លែងនេះវាហាតវាអត់ទាន់ soft អញ្ចឹងយើងទៅឡើងកន្លែង edge offset នេះឲ្យវាមាន feather បន្តិចមកនេះអូខេបន្តមកទៀតយើង add motion blur វាមួយទៀតមកអញ្ចឹងយើងអាច play មើលបាននេះឃើញវា track បានស្អាតមែនទែនទៅតាម mesh ស្បែកមុខរបស់យើងណាតោះឥឡូវយើងចាប់ផ្ដើម save វាមួយទៀតមកហើយបិទវាយើងចូលទៅ After Effects វិញអញ្ចឹងនៅកន្លែង com effect របស់យើងនេះអ្នកគ្នាអាចបិទភ្នែកវាមកប៉ុន្តែយើងឃើញថាវាអត់សូវជាមួយនឹង effect របស់យើងមកអញ្ចឹងនៅកន្លែង Mojo Render នេះយើង check កន្លែង render ហើយយើងដូរកន្លែង lens នេះមកពាក្យថា insert វិញមកអញ្ចឹងចូលដល់ជំហានទី3យើងចាប់ផ្ដើមធ្វើឲ្យ effect របស់យើងវា reveal ចេញមកអញ្ចឹងខ្ញុំចូលទៅក្នុង effect របស់យើងខ្ញុំធ្វើការបង្កើតជាមួយនឹង solid ថ្មីមួយហើយយើងដាក់វាថា matte មកបិទភ្នែកជាមួយនឹង matte របស់យើងហើយយើងចាប់ផ្ដើមធ្វើការគូស mask ចូលមក pen របស់យើងមកខ្ញុំចាប់ផ្ដើមធ្វើការគូស mask ដើម្បីយើងធ្វើ matte នៅលើហ្នឹងអញ្ចឹងយើងចង់ឲ្យវា reveal ពីធម្មតាយើងដាក់ CTI របស់យើងត្រឹមហ្នឹងមកឥឡូវខ្ញុំដាក់ត្រឹមនេះបើកជាមួយនឹង mask របស់យើងមកខ្ញុំ add keyframe វាមួយហើយខ្ញុំធ្វើការទាញជាមួយនឹង mask របស់យើងមកក្រោមមកទាញ CTI របស់យើងទៅមុខវិញហើយយើងធ្វើការទាញ mask របស់យើងឡើងទៅវិញមកអញ្ចឹងនៅកន្លែង track matte effect របស់យើងខាងក្រោមនេះយើងយកពាក្យ matte នេះមកអញ្ចឹងយើង play មកយើងបានបែបនេះបន្តមកទៀតយើងចាប់ផ្ដើមដាក់ feather វាបន្តិចមកចុចអក្សរ F ហើយខ្ញុំទៅឡើងជាមួយនឹង feather បន្តិចមកអញ្ចឹងយើងអាច play around មើលវាម្ដងទៀតមកនេះក្នុងករណីដែលលឿនពេកយើងចុចអក្សរ U ទាញ keyframe វាឲ្យឆ្ងាយគ្នាបន្តិចមកបានប៉ុណ្ណឹងយើងចូលទៅ com ដើមរបស់យើងវិញហើយអ្នកគ្នាធ្វើការ play សាកមើលមកអូខេអញ្ចឹងយើងឃើញថាវា track បានស្អាតមែនតើបន្តមកទៀតអ្នកគ្នាអាចធ្វើការ apply effect របស់យើងបន្ថែមទៀតមកដើម្បីឲ្យវាមាន displacement នៅលើស្បែកមុខរបស់យើងនេះឲ្យមើលមកវា realistic ជាងហ្នឹងណាអូខេអញ្ចឹងវីដេអូនេះខ្ញុំបង្ហាញអ្នកគ្នាប៉ុណ្ណឹងសង្ឃឹមថាជាប្រយោជន៍សម្រាប់អ្នកនរគ្នាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ